chưa tha bông bông đỏ khía một con chỉ score có đây con miên chua tha check màปัจจุบันcon miênอายุ53ឆ្នាំគាត់មានដើមកំណើតនៅខេត្តជឿជាងគាត់ក៏ជាស្ថាបនិកក្រុមហ៊ុន Alibaba ផងដែរហើយបច្ចុប្បន្នគាត់មានទ្រព្យសម្បត្តិរហូតដល់50,000 លានដុល្លារអ្នកទាំងអស់គ្នាតម្រុំតែគាត់មានថ្ងៃហ្នឹងគឺគាត់ឆ្លងកាត់រឿងរ៉ាវឈឺចាប់នឹងបទពិសោធន៍បរាជ័យរាប់មិនអស់គឺច្រើនខ្លាំងមែនតើតម្រុំតែគាត់បង្កើតក្រុមហ៊ុនលក់អនឡាញខ្នាតធំមួយហ្នឹងហើយគេទទួលស្គាល់ក្នុងពិភពលោកគឺគាត់ទទួលរឿងឈឺចាប់ច្រើនខ្លាំងបរាជ័យក៏ច្រើនដូចគ្នាម៉ាកើតក្នុងត្រកូលគ្រួសារក្រខ្សត់ដោយមានឪពុកម្ដាយជាអ្នកជំនាញសិល្បៈភីងឋានគាត់ដើម្បីតែជំនះក្នុងស្ថានភាពសិក្សាគាត់ត្រូវបង្ខំចិត្តទៅសន្តាគារក្នុងស្រុករាល់ថ្ងៃដើម្បីមានឱកាសជួបជាមួយនឹងជនបរទេសនិងអនុវត្តភាសាអង់គ្លេសជាមួយពួកគេហើយគាត់ក៏បានយកថវិកាបន្តិចបន្តួចទិញកូនវិទ្យុតូចមួយដែលអាចស្ដាប់ការសិក្សាភាសាសន្ទនាបានរាល់ថ្ងៃត្បិតតែគាត់មានជំនាញលើភាសាអង់គ្លេសមែនប៉ុន្តែគាត់ខ្សោយគណិតវិទ្យាខ្លាំងមែនទែនរហូតធ្លាក់ការប្រឡងបញ្ចប់វិទ្យាល័យ2លើកជាប់គ្នាហើយការព្យាយាមលើកទី3ទើបទទួលបានជោគជ័យនិងបញ្ចប់ការសិក្សានៅវិទ្យាស្ថានគ្រូបង្រៀនក្នុងទីក្រុងហាងជើនៅឆ្នាំ1988គ្រានោះគាត់ត្រូវបានគេបដិសេធសំណើសុំធ្វើការងាររាប់មិនអស់សូម្បីតែគាត់សុំគេធ្វើជាអ្នកហត់តុកក៏គេអត់ទទួលគាត់ដែរអ្នកគ្នាជឿអត់គាត់ដាក់ពាក្យនៅកន្លែងធ្វើការមនុស្ស30នាក់ជាប់29នាក់គាត់មនុស្សទី30អត់ជាប់ទេទៅឲ្យតែគាត់ដាក់ពាក្យកន្លែងណាក៏ដោយមានមនុស្សប្រហែលអ្នកគេជាប់ទាំងអស់អត់តែគាត់ទេបីតែហាងលក់មន់បំពង់ KSC ក៏អត់ទទួលគាត់ដែរហើយមកទៀតចេកម៉ាគាត់ក៏បានខ្លាយទៅជាគ្រូបង្រៀនភាសាអង់គ្លេសដោយរកចំណូលបាន$12ក្នុងមួយខែហើយការចំនួនហ្នឹង$12ក្នុងមួយខែក៏ច្រើនដែរអ្នកទាំងអស់គ្នាបន្តមកទៀតលោកចេកម៉ាគាត់មានឱកាសទៅទឹកដីសហរដ្ឋអាមេរិកជាលើកដំបូងហើយគាត់ត្រូវបានគេណែនាំឲ្យស្គាល់អ្វីទៅជាអ៊ីនធឺណិតពេលហ្នឹងគាត់ឆ្ងល់គាត់បានសួរគេជាច្រើនថាអ្វីជាអ៊ីនធឺណិតហើយអ៊ីនធឺណិតហ្នឹងគេប្រើមិនហើយគេ search មិនអញ្ចឹងពាក្យដែលគាត់ search មុនគេនៅក្នុងអ៊ីនធឺណិតហ្នឹងគឺពាក្យថា beer ស្រាអ្នកគ្នាគាត់ធ្លាប់តែ search ទៅឃើញស្រានៅអាមេរិកស្រានៅស្រុកផ្សេងប៉ុន្តែគាត់ search ស្រានៅចិនអត់មានអញ្ចឹងគាត់ចាប់ផ្ដើមបែកគំនិតហើយនៅពេលដែលគាត់វិលមកដល់ស្រុកកំណើតវិញគាត់បានបង្កើតអាជីវកម្មលើអ៊ីនធឺណិតដែលដាក់ឈ្មោះថា China Page ប៉ុន្តែគាត់ត្រូវរងសម្ពាធការទាមទារឲ្យបណ្ដាក់ទុនជាមួយនឹង China Telecom រហូតធ្វើឲ្យក្រុមហ៊ុនទាំងមូលបាត់បង់តុល្យភាពនិងត្រូវបរាជ័យតែចេកម៉ាគាត់មានភាពតស៊ូអត់ធ្មត់ខ្លាំងមែនតើនៅក្នុងចិត្តរបស់គាត់ដែលជំរុញឲ្យគាត់ក្រោកឈរម្ដងទៀតនៅក្នុងឆ្នាំ1999ហើយគាត់បានហៅមិត្តភ័ក្តិ7ដល់10នាក់មកពិភាក្សាក្នុងបន្ទប់មួយដើម្បីបង្កើតអាជីវកម្មលក់ទំនិញលើអនឡាញពេលហ្នឹងហើយដែល Alibaba.com បានលេចវត្តមានដែលអនុញ្ញាតឲ្យបណ្ដាអ្នកលក់អាចធ្វើការបង្ហោះចេញនៅទំនិញរបស់ខ្លួនហើយអតិថិជនអ្នកទិញមានសិទ្ធិធ្វើការស្វែងរកយ៉ាងធំទូលាយសំណាងល្អក្នុងខែតុលាឆ្នាំ1999ក្រុមហ៊ុនក៏ទទួលបានការវិនិយោគ$5លានពីក្រុមហ៊ុន Goldman Sachs និង$20លានពីធនាគារ SoftBank ដែលមានគោលដៅចូលរួមជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាអ្នកគ្នានិយាយមែនណាគឺគាត់សាហាវខ្លាំងមែនតើខ្ញុំ proud ទៅលើគាត់ខ្លាំងមែនតើគាត់គឺជា idol របស់ខ្ញុំម្នាក់ដែរភាពជោគជ័យមួយហ្នឹងគឺបានបង្ហាញទៅកាន់ពិភពលោកហើយធ្វើឲ្យក្រុមហ៊ុនមួយនេះចាប់ផ្ដើមពង្រីកសាខាទៅជាគេហទំព័រថៅប៉ៅមួយទៀតទាំងអស់គ្នាស្គាល់ថា website ថៅប៉ៅគឺជា website ដែលតែអីវ៉ាន់ចិនហ្នឹងគឺរបស់គាត់ហ្នឹងឯងអ្នកនរគ្នាក្រុមហ៊ុនរបស់គាត់ក៏បានប្រជែងជាមួយនឹងក្រុមហ៊ុនបរទេស eBay ដែរព្យាយាមវាយលុកទីផ្សារប្រទេសចិនមែនតើរហូតដល់ពាក់កណ្ដាលទសវត្សរ៍ឆ្នាំ2000សម្ព័ន្ធរបស់ Alibaba គឺ eBay បានសម្រេចហើយមកទល់បច្ចុប្បន្ននេះក៏ក្លាយជាគេហទំព័រមួយក្នុងចំណោម20ដែលមានអ្នកចូលមើលច្រើនជាងគេក្នុងពិភពលោករួមទាំង Alibaba Key Mall ផងដែររហូតដល់ឆ្នាំ2013លោកចេកម៉ាគាត់បានដើរចេញពីតំណែង CEO ហើយគាត់ឲ្យលោក Jonathan Lu ឡើងជំនួសវិញគឺនៅនោះគាត់បានបញ្ជាក់ថាវាងាយស្រួលទេសម្រាប់ខ្ញុំក្នុងការលាឈប់ពីតំណែង CEO ប៉ុន្តែក្នុងការក្លាយជាប្រធានដ៏ធំល្អម្នាក់ពេលខ្លះយើងក៏សម្បូររឿងរវល់ជាង CEO ទៅទៀតគាត់លាឈប់ពី CEO មែនប៉ុន្តែគាត់នៅតែមើលនៅតែគ្រប់គ្រងពីលើហ្នឹងអញ្ចឹងណាតែសំខាន់ជាងនឹងទៅទៀតណាកាលពីឆ្នាំ2017 Alibaba Group រកចំណូលបាន$23.82 លានហើយមានបុគ្គលិកសរុបជាង50,000នាក់ដែលចែកជាសម្ព័ន្ធដៃគូប្រហែលជា10ក្រុមហ៊ុនជុំវិញពិភពលោកអញ្ចឹងមិនថាគេតែនិយាយថាកើតមកក្រមិនមែនជាកំហុសទេអ្វីដែលជាកំហុសគឺស្លាប់ទៅវិញក្រអញ្ចឹងពេលដែលគាត់កើតនៅក្នុងវងតកូក្រីក្រហើយគាត់ទទួលបានការបដិសេធការបរាជ័យច្រើនខ្លាំងមែនតើសួរថាគាត់បោះបង់ខ្លួនឯងចោលអត់ទេអ្វីក៏ដោយនៅពេលដែលយើងអត់បោះបង់ខ្លួនឯងចោលគឺយើងអាចជោគជ័យទៅថ្ងៃមុខខ្ញុំជឿត្រង់នឹងតែម្ដងអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់បោះបង់ខ្លួនឯងចោលបរាជ័យនៅក្នុងអាជីវកម្មជាច្រើនគាត់កំទាន់អស់សង្ឃឹមគាត់យក idol ម្នាក់ធ្វើជាគំរូដើម្បីដើរទៅមុខបន្តទៀតនិយាយមែនឲ្យតែគុំបោះបង់ខ្លួនឯងចោលយើងអាចធ្វើបានគ្រប់យ៉ាងទាំងអស់ព្រោះមនុស្សយើងម្នាក់គឺមានសមត្ថភាពនិងទេពកោសល្យរៀងៗខ្លួនខុសៗគ្នា